ការតារាសាខសាទរទេសចរសមុទ្រនៅក្នុងខេត្តកោះកុងរយៈពេល3ថ្ងៃតាក់ទងអ្នកទេសចរ 30,000 នាក់កោះកុងព្រឹត្តិការណ៍តារាសាគរសាទរទេសចរសមុទ្រនៅស្រុកគិរីសាគរខេត្តកោះកុងរយៈពេល4ថ្ងៃកន្លងទៅមានភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបចំនួន 30,000 នាក់បានចាប់អារម្មណ៍ទៅលើទស្សនកម្មសាន្តស្នាក់នៅយ៉ាងកុះករនិងមិនធ្លាប់មានតំបន់តារាសាគរបានរៀបចំព្រឹត្តិការណ៍សាទរទេសចរជាលក្ខណៈទ្រង់ទ្រាយធំចាប់តាំងពីថ្ងៃទី27ដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025ដោយគេសង្កេតឃើញថាមានភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណចំនួន 30,000 នាក់បាននាំគ្នាទៅសម្រុកទៅទស្សនកម្មសាន្តយ៉ាងច្រើនកុះករអត្រាលំហទេសចរច្រើនបែបនេះធ្វើឲ្យលោកស្រីលីមេងឈីងប្រធានប្រឹក្សាពិបាយក្រុមហ៊ុនខូយថយស៊ីធីថ្លែងកិច្ចពិធីបិទព្រឹត្តិការណ៍តារាសាគរសាទរទេសចរសមុទ្រយប់ថ្ងៃទី30ខែវិច្ឆិកាថា4ថ្ងៃមកនេះទឹកដីដ៏ស្រស់ស្អាតនៃតារាសាគរបានប្រែជាមានភាពរស់រវើកយ៉ាងខ្លាំងដោយមិនធ្លាប់មានពីមុនមកក៏ប្រោះមានវត្តមានរបស់ភ្ញៀវទេសចរមកពីគ្រប់ទិសទាយអស់មកស្នាក់កម្សាន្តយ៉ាងសប្បាយរីករាយក្នុងពេលរីករាយពេលក្រៃលោកលីមេងឈីងបន្ថែមថានេះជាសបញ្ជាក់ពីការរកព្រមធ្វើការសាក្សីនៃការប្រណាំងប្រជែងល្បឿននិងភាពរស់រវើកភាពរំភើបរបស់កីឡាករនឹងបានពុកជ្រែករលកសមុទ្រក្រោមផ្ទៃមេឃពណ៌ខៀវក្នុងការប្រកួតម៉ូតូទឹកនិងបានទទួលបទពិសោធន៍នៃការភាពអត់ធ្មត់និងបវរវាងវៃក្នុងការប្រកួតស្ទូចត្រីនិងរីករាយជាមួយនឹងផយទទួលបានលោកឈេងមីលីបានបន្តថាព្រឹត្តិការណ៍សាទរទេសចរតារាសាគរមានការប្រណាំងពាក់កណ្ដាលម៉ាឡូតុងនិងការប្រកួតជិះកង់មានប្រើប្រាស់ជំហានជើងដើម្បីវាស់វែងសម្រាប់អេកូឡូស៊ីនៃតារាសាគរនិងបង្ហាញពីស្មារតីកីឡាបានហ៊ានយកឈ្នះលើខ្លួនឯងមិនបោះបង់លោកចាត់ទុកថាសកម្មភាពដ៏សម្បូរបែបទាំងនេះមិនត្រឹមតែបង្ហាញពីភាពតាក់ទងនៃការប្រកួតកីឡាប៉ុណ្ណោះទេថែមទាំងបានបកស្រាយយ៉ាងល្អឥតខ្ចោះនៅសក្តានុពលធំធេងនិងគ្មានដែនកំណត់នៃកីឡានិងទេសចរដែលធ្វើឲ្យអ្នកជួយគ្រប់រូបដាក់អារម្មណ៍យ៉ាងជ្រាលជ្រៅពីភាពស្រស់ស្អាតនិងបរិយាកាសល្អឯកនៃតារាសាគរក្នុងនាមជាគោលដៅទេសចរលំហែវត្តសមុទ្រលំដាប់ថ្នាក់ពិភពលោកមួយនេះលោកប្រធានក្រុមប្រឹក្សាពិបាយក្រុមហ៊ុនខូថយស៊ីធីបានរំលឹកដែរថាភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃគម្រោងតារាសាគរគឺជាសក្ខីភាពយ៉ាងច្បាស់លាស់នៃចំណងមិត្តភាពដែលថែបយូរអង្វែងរវាងកម្ពុជានិងចិនក្រោមការផ្សារភ្ជាប់យ៉ាងស៊ីជម្រៅរវាងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវយុទ្ធសាស្ត្របញ្ជាកររបស់ប្រទេសចិននិងកម្ពុជាលោកពុតមានសំណាងណាស់ដែលបានក្លាយទៅជាអ្នកជួយរួមចំណែកនៅក្នុងដំណើរកម្សាន្តប្រវត្តិសាស្ត្រលោកស្រីឈីងវ៉ាអភិបាលខេត្តកោះកុងលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា
นิติกายឆ្នាំ 2 ឆ្នាំទី7 នៃរដ្ឋសភាបានគិតខំលើកកម្ពស់ជំរុញវិស័យទេសចរកម្ពុជាចំពោះទៅការអនាគតថ្មីដោយក្រសួងទេសចរបានដាក់នូវគំនូសដួចផ្ដើមយុទ្ធសាស្ត្រក្រមចក្ខុវិស័យអភិវឌ្ឍទេសចរកម្ពុជាប្រកបដោយគុណភាពភាពរស់រវើកភាពប្រកួតប្រជែងជីវរភាពនិងបរិយាសម្ដៅទៅចំពោះអនាគតដោយឈរលើគោលដៅគ្រឹះទេសចរផ្សព្វផ្សារចតជាមួយទឹកដីនិងធម្មជាតិសម្ដៅធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរសកលឈានមុខប្រកបដោយភាពសម្បូរបែបពេញលេញដោយសក្តានុពលនិងភាពកក់ក្ដៅនៅក្នុងការរួមចំណែកលើកម្ពស់តុល្យភាពនិងភាពធន់របស់កម្ពុជាបើតាមលោកស្រីអភិបាលខេត្តមើលឃើញថាការរៀបចំនៅប្រវត្តិសាស្ត្រទេសចរនានានៅក្នុងតំបន់ឆ្នេរគឺមានគោលបំណងដើម្បីរួមអភិរក្សការពារធនធានធម្មជាតិសមុទ្រថែរក្សាបរិស្ថានឆ្នេរឲ្យបានល្អស្អាតដើម្បីបម្រើដោយការអភិវឌ្ឍទេសចរប្រកបដោយចីរភាពនិងទទួលខុសត្រូវព្រមទាំងលើកដំឡើងការផ្សព្វផ្សាយគោលដៅទេសចរតំបន់ឆ្នេរសមុទ្រឲ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិនិងអន្តរជាតិមកទស្សនាកាន់តែច្រើនគួរជ្រាបថាខេត្តកោះកុងគឺជាខេត្តសម្បូរទៅដោយតំបន់ទេសចរដែលមានសក្តានុពលរួមមានតំបន់សមុទ្រកោះឆ្នេរភ្នំព្រៃភ្នំទឹកជ្រៅទឹកច្រោះនិងរីសតរមណីយដ្ឋាននានាជាច្រើននិងមានក្រុមហ៊ុនទូចធំជាច្រើនបាននឹងកំពុងតែដាក់វិនិយោគទុនលើការផ្ដល់ផលិតផលសេវាកម្មទេសចរណ៍